Bạn trong video này nhưng mà bà hánរបៀប shop ជាមួយនឹង UNT 300របស់យើងជាមួយនឹងដុំ Wi-Fi មេហើយដោយខ្សែចូលបាទវីដេអូមុនខ្ញុំបានបង្ហាញរបៀប shop តាម wireless រួចរាល់ហើយអញ្ចឹងវីដេអូនេះយើងមកធ្វើការ set up តាមខ្សែ network ម្ដងអញ្ចឹងសម្រាប់ network វាមានចូលមានចេញនេះគឺរុនពណ៌ខ្មៅចូលគឺរុនពណ៌លឿងបានន័យថា WAN ចូលចេញគឺ LAN អញ្ចឹងយើងចូលតាមពណ៌លឿងនេះមកដោតបែបហ្នឹងមកតែអ្នកអង្គដោតភ្លើងសិនណាដោតភ្លើងឲ្យវាចាំមកផ្លែតឲ្យវាលោតបៃតងផ្លែតសិនអញ្ចឹងសិនមកបន្ទាប់មកយើងយកទូរស័ព្ទរបស់យើងចូលទៅកន្លែង Wi-Fi setting មកបាទកន្លែងភ្ជាប់ Wi-Fi ខ្ញុំគិតថាអ្នកអង្គនេះចេះហើយចូលបែបហ្នឹងមកយើងចាំឲ្យវាចេញជាមួយនឹងឈ្មោះ Wi-Fi សិនបាទចាំមកផ្លែតសិនមកបាទអញ្ចឹងឈ្មោះវាគឺពាក្យថា wireless បាទក្បាល wireless ពីមុខហើយកតុយវាអាចខុសគ្នាអញ្ចឹងណាតែក្បាលគឺ wireless នឹងឯងចុចនៅលើឈ្មោះដុំនឹងមួយបន្ទាប់មកលេខកូដយើងដាក់លេខ1ដល់លេខ8អានេះគឺលេខកូដ default របស់វាអ្នកនរគ្នាវាយតាមខ្ញុំអញ្ចឹងមកលេខ1ដល់លេខ8ហើយយើងចុចតភ្ជាប់បាទមកដល់កន្លែងនេះយើងបើវាចេញមកបែបនេះយើងចុចពាក្យថា sign in ទៅ network ទៅ internet មកបាទបើសិនជាទូរស័ព្ទខ្លះវាអត់ចេញឲ្យយើង load អាកន្លែងលើបែបនេះមានវិធីមួយទៀតណាអញ្ចឹងយើងអាចចូលទៅកម្មវិធី search internet ដូច Google Chrome ឬក៏ Safari អីជាដើមមកកន្លែងយើង search internet នេះហើយយើងចុចកន្លែងស្វែងរកបន្ទាប់មកយើងមកបាទមើលលេខកូដបាទលេខកូដរបស់វាចាំបន្តិចខ្ញុំដាក់ឲ្យអ្នកនរគ្នាមើលចិត្តអ្នកនរគ្នាឃើញគេដាក់ពាក្យថា IP 192.168.11.1 អញ្ចឹងដុំហ្នឹងគឺលេខកូដអញ្ចឹងដូចគ្នាទាំងអស់អ្នកនរគ្នាអាចវាយតាមខ្ញុំក៏បានដែរ 192.168 បាទចុច 11.1 អានេះក្នុងករណីដែលវាអត់ load auto ឲ្យយើង set up អញ្ចឹងយើងវាយបែបហ្នឹងមកហើយយើងចុច search មកបាទយើងចាំវាមក plate អញ្ចឹងនៅពេលដែលវា search បាទវាចេញមកបែបនេះតែម្ដងវាដូចអាកន្លែងមុនហ្នឹងដែលយើងចុចគេថា no internet ហើយយើងចុចកន្លែងហ្នឹងអញ្ចឹងវាចូលមកគឺវាដូចគ្នាបែបហ្នឹងឯងអញ្ចឹងមកដល់ហ្នឹងតែអ្នកនរគ្នាពេល set up ហ្នឹងមិនបាច់បើក internet បើក 3G យើងណាបាទហាមដាច់ខាតកុំបើកមកដល់កន្លែងហ្នឹងយើងចុចពាក្យថា AP mode បាទយើងយកអាកដាលនេះបាទ AP mode ហ្នឹងបានន័យថាយើងប្រើដោយដោតខ្សែបន្ទាប់មក SSID ហ្នឹងយើងចង់ដូរឈ្មោះអីក៏ដូរទៅឥឡូវខ្ញុំដាក់ពាក្យថា Wi-Fi test 123ចឹងមកបាទនេះឈ្មោះអ្នកនរគ្នាចង់ដាក់អីក៏ដាក់ទៅឈ្មោះតាមឈ្មោះអ្នកនរគ្នាណាបាទអញ្ចឹងមកដល់នេះអ្នកនរគ្នាអាចរើសអាក្រោមគេក៏បានដែរបាទរើសអាក្រោមគេមកស្រួលបាទចុច select អាក្រោមគេបន្ទាប់មក password ចង់ដាក់ password អីឥឡូវខ្ញុំដាក់ដូចថាលេខ2ទាំងអស់ចុះ8ដើមបាទអញ្ចឹងនៅពេលដែលយើង set up ហើយ Wi-Fi របស់យើងនឹងមានឈ្មោះថា Wi-Fi test 123លេខកូដគឺលេខកូដលេខ2 8ដើមអញ្ចឹងអានេះហើយលេខ1លេខ2ហ្នឹងគឺអ្នកនរគ្នាត្រូវចាំខ្លួនឯងណាជាពិសេសគឺ password ហ្នឹងតែម្ដងបាទចុច next មកដល់នេះចុច finish មកប៉ុណ្ណឹងគឺរួចរាល់ហើយយើងចាំប្រហែលជា1នាទីចុះជាទូទៅគេឲ្យអ្នកនរចាំ30 second 30វិនាទីតែយើងចាំ1នាទីទៅគឺល្អបាទអញ្ចឹងយើងចូលទៅមើលសិនមកបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំមិនបាច់scope ទេអញ្ចឹងយើងដាក់ចាំមើលថាប្រហែលជាប្រមាណជាក់ស្ដែងបានវា load មកណាបាទយើងអាចព្យាយាមបិទបើកអ៊ីនធឺណិតយើងសិនមកអ្នកនរគ្នានេះឃើញមកអត់ Wi-Fi test 123បាទខ្ញុំចុចលើហ្នឹងយើងដាក់លេខកូដយើងមុនហ្នឹងមកបាទមុនហ្នឹងខ្ញុំដាក់ការ៉េ2 ដងបាទវាថា28គ្រាប់មកដល់ហ្នឹងហើយយើងសាក់តេស្តមើលព្រោះអ៊ីនធឺណិតមុនហ្នឹងយើងជាប់ណាឃើញអត់នេះ Wi-Fi test 123ដាក់ពាក្យថា connected ឥឡូវយើងមិនបើកនេះមើលបើកវីដេអូមើលដើរអត់នេះឃើញទេដើរហើយដើរលឿនទៀតចុចចេញឃើញអត់មានវល់អីទេបាទអញ្ចឹងមានប៉ុណ្ណឹងអ្នកនរគ្នាហើយបើសិនមួយទៀតក្នុងករណីអ្នកនរគ្នាចង់យកទៅភ្ជាប់ជាមួយនឹងដុំមេអីផ្សេងទៀតណាយើងធ្វើការ reset ដុំនឹងសិនបាទរបៀប reset វាអញ្ចឹងអ្នកនរគ្នា
rô ấy để sruột mà tôi chứ này vô một trôi vô ấy các bạn này nè dương vô mỏ và chốt cả lại nhé bị reset vía nhưng chốt chụp cho lọt vì sai network hay nâng sai wifi mày bà dương anh ấy không cả này nào khi vô từ te nào khi nó sọc AC tiền chứng nhưng trong setup chỉ 10 wifi thay mày chứng sẽ có ở chỗ ở lư click á bà lư click chẳng máu hay chạm mơ plug reload khởi nhé reload po QQ chắc bạn này tha dương reset bạn này chứng những đọt đài trên máu cứ ok rồi nhưng mà chế reset môn nắng mẹ nào này phải sốc từ reset á lược lên nào này vô đôm nắng từ shop chỉ mùi nắng internet mê xây tiết chạm cho reset bỏ chạm bạch tới cùng cho reset nằng vừa từ chơi reset bị bật mua hải viên nằng cho từ cán mua đang bảo viên và lại em xem thì cái nhát anh ấy reset nắng ban này tha ai vừa ở việt thay đôi rong chạm mau tại mà đón admin ai cho ai mua internet nào thì ai tiệt tệ bà ok chẳng miền Bắc á là biệt thưa ca đau chỉ buổi sáng hay là reset bà